ជំរាបសួរពុកម៉ែអ៊ំពូមីងថ្ងៃនេះអូនណែននឹងចែករំលែកអំពីគោលការណ៍ណែនាំសំខាន់ដើម្បីការពារគណនីនិងពាក្យសម្ងាត់ password របស់ពុកម៉ែអ៊ំពូមីងឲ្យបានរឹងមាំពាក្យសម្ងាត់របស់ពុកម៉ែអ៊ំពូមីងគួរតែមានយ៉ាងតិច8ខ្ទង់ដោយមានការលាយបញ្ចូលគ្នារវាងអក្សរនិងលេខប៉ុន្តែត្រូវរៀបចំវាដោយចៃដន្យជៀសវាងការប្រើទម្រង់ងាយហើយមិនត្រូវប្រើលេខឬអក្សរដដែលលើសពី2ដងឡើយហើយអ្វីដែលសំខាន់បំផុតនោះគឺកុំយកព័ត៌មានផ្ទាល់ខ្លួនមកធ្វើជាពាក្យសម្ងាត់ហាមប្រើប្រាស់ឈ្មោះគណនីលេខទូរស័ព្ទថ្ងៃខែឆ្នាំកំណើតឬទិន្នន័យផ្ទាល់ខ្លួនណាមួយឡើយព្រោះពួក hacker អាចស្វែងរកព័ត៌មានទាំងនេះបានយ៉ាងងាយនៅពេលពុកម៉ែអ៊ំពូមីងមានពាក្យសម្ងាត់ដែលរឹងមាំហើយត្រូវចងចាំវាឲ្យជាប់ក្នុងចិត្តកុំកត់វាទុកលើក្រដាសឬរក្សាទុកក្នុងទូរស័ព្ទដោយគ្មានការការពារដើម្បីការពារកុំឲ្យគេទាយដឹងពុកម៉ែអ៊ំពូមីងគួរតែទម្លាប់ផ្លាស់ប្ដូរពាក្យសម្ងាត់រៀងរាល់3ខែម្ដងចុងក្រោយត្រូវប្រុងប្រយ័ត្នពេលប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅពេលពុកម៉ែអ៊ំពូមីងវាយបញ្ចូលលេខកូដ PIN ត្រូវបិទបាំងកុំឲ្យអ្នកដទៃមើលឃើញសូមចងចាំថាដាច់ខាតកុំចែករំលែកពាក្យសម្ងាត់ឬលេខកូដ PIN របស់ពុកម៉ែអ៊ំពូមីងទៅកាន់អ្នកដទៃមិនថាជាមិត្តភ័ក្តិឬសូម្បីតែបុគ្គលិកធនាគារនោះឡើយព្រោះស្ថាប័នស្របច្បាប់មិនដែលសុំព័ត៌មានសម្ងាត់ទាំងនេះពីពុកម៉ែអ៊ំពូមីងឡើយរក្សាការសម្ងាត់ការពារគណនីរបស់ពុកម៉ែអ៊ំពូមីងហើយសូមឲ្យសុវត្ថិភាពទាំងអស់គ្នាជួបគ្នានៅវគ្គក្រោយទៀត First Finance ដៃគូដំណោះស្រាយហិរញ្ញវត្ថុផ្នែកលំនៅឋាន